បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទឈុនអញ្ចឹងគឺវីដេអូនេះដែរខ្ញុំចង់មកប្រាប់បងប្អូនតាក់ទងអំពីរបៀបដាក់ចម្រៀងលើ Facebook បាទព្រោះដោយសារមួយរយៈហ្នឹងបងប្អូនយើងឆ្ងល់ច្រើនថាហេតុអីបាន Facebook លេងចម្រៀងអត់បានអញ្ចឹងបាទអញ្ចឹងគឺដោយសារ Facebook អាប់ដេតថ្មីគេលេងឲ្យខ្មែរយើងលេងចម្រៀងបានហើយប៉ុន្តែមានវិធីសាស្ត្របងប្អូនអញ្ចឹងមុននឹងឈានដល់ចំណេះដឹងមួយហ្នឹងសូមបងប្អូនជួយចុច like subscriber និងរូបកណ្ដឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីក្រោយបាទតោះអញ្ចឹងសម្រាប់បងប្អូនប្រើ iPhone ជាដំបូងបងប្អូនចូលមកកាន់ App Store មកបាទពេលបងប្អូនចូលមកដល់ App Store មកបងប្អូនវាយកន្លែងអក្សរហ្នឹងវាយពាក្យថា VPN cat បាទបងប្អូនចុចចឹងមកអញ្ចឹងគឺវាលោតលើបងប្អូនអ្នកលេងហុកហ្នឹងបាទអញ្ចឹងដោយសារតែខ្ញុំ install ហើយវាចេញ open តែបងប្អូនមិនទាន់បាន install បងប្អូន install ទៅបាទអញ្ចឹង install ហើយយើងចុចលើ open មកចុចពាក្យបន្តរួចហើយបងប្អូនជ្រើសយកពាក្យថាភ្ជាប់កន្លែងសញ្ញាក្រហមបាទភ្ជាប់ម៉ាស៊ីន May VPN នេះអត់គិតថ្លៃបងប្អូនចុចលេខហ្នឹងមកបាទចុច allow ចុច allow បងប្អូនចុច allow ហើយដល់ចំណុចនេះបងប្អូនដាក់វាយលេខកូដទៅបាទតែសម្រាប់ខ្ញុំដោយសារខ្ញុំ scan ក្រៅដៃអញ្ចឹងខ្ញុំចុច scan មកស្រួលបាទអញ្ចឹងវានឹងភ្ជាប់ auto connect ជាមួយនឹងអ៊ីនធឺណិតយើងហើយបាទឥឡូវបានភ្ជាប់ហើយបើភ្ជាប់បានបងប្អូនមើលនេះកន្លែងពាក្យ VPN នៅជាប់នឹងជើង SIM យើងនេះណាបាទកន្លែង VPN ហ្នឹងបាទបងប្អូនមើលកន្លែងជាប់នឹង SIM 4G យើងហ្នឹងលោតហើយអញ្ចឹងមានន័យថាភ្ជាប់ VPN បានសម្រាប់ហើយបាទអញ្ចឹងបើយើងភ្ជាប់ហើយបានសម្រាប់ហើយបងប្អូនបែរមករក Facebook មកចុចទៅលើ Facebook រួចហើយបងប្អូនចុចកន្លែងយើងបង្ហោះហ្នឹងមកបាទកន្លែងយើងបង្ហោះកន្លែងបង្ហោះរូបភាពបង្ហោះអី story ឬក៏បង្ហោះរូបភាពធម្មតាអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបាទអញ្ចឹងបងប្អូនជ្រើសយកកន្លែង music បាទពេលដែលយើងអត់តតម្លើង VPN គឺវាអត់មានទេកន្លែងចម្រៀងខ្មែរយើងវាមានចម្រៀងប៉ុន្តែមានតែចម្រៀងបរទេសបាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមក music មកអូខេអញ្ចឹងបងប្អូនមើលនេះគឺមានចម្រៀងខ្មែរយើងហើយបាទចម្រៀងខ្មែរពីមុនមានតែចម្រៀងបរទេសទេដោយសារយើងអត់តចុចពី VPN ណាបាទឥឡូវគឺចម្រៀងខ្មែរយើងមានហើយបាទបាត់ណយបាទ net ទីសមុទ្រអីហ្នឹងបងប្អូនមើលទៅចាក់ស្ដែងទៅមិនមែនខ្ញុំចេះតែថាទេគឺពិតហើយបងប្អូនអាចយកមកលេងចម្រៀងក្នុង story បានពិតមែនខ្ញុំអត់កុហកទេបាទបងប្អូនហើយអញ្ចឹងក្នុងវីដេអូនេះបើបងប្អូនស្រឡាញ់ចូលចិត្តខ្ញុំបាទសូមជួយចុចជាវខ្ញុំម្នាក់មួយផងបងប្អូនបាទជាកម្លាំងចិត្តខ្ញុំធ្វើវីដេអូចែកជូនបងប្អូនបន្តទៀតអញ្ចឹងបាទអញ្ចឹងបងប្អូនមើលទាំងអស់គ្នាទៅបាទខ្ញុំមិនមែនចេះតែថាទេគឺជាក់ស្ដែងអញ្ចឹងគឺវីដេអូនឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជំរាបលាបាយ